បាទសួស្តីបងប្អូនទាំងអស់គ្នារីករាយនឹងស្វាគមន៍បានមកកាន់កម្មវិធីរៀនភាសាកូរ៉េប្រចាំថ្ងៃបាទដែលនៅក្នុងកម្មវិធីនេះយើងរៀនដោយផ្ដោតសំខាន់ទៅលើថ្នាក់សន្ទនាដែលមានពន្យល់ទាំងការសន្ទនាទាំងការបកប្រែទាំងវេយ្យាករណ៍បាទនៅក្នុងសៀវភៅ KLPT បាទ EPS បាទគឺជាសៀវភៅសម្រាប់បង្រៀនពលករដែលពួកគាត់មានវត្ថុបំណងដើម្បីនឹងទៅធ្វើការនៅប្រទេសកូរ៉េបាទតែនៅក្នុងសៀវភៅនេះបងប្អូនដែលពួកគាត់បានរៀននៅសាលាក៏ដូចជារៀនដោយខ្លួនឯងក្តីបាទនៅពេលដែលមានចម្ងល់ណានៅពេលដែលពួកគាត់មិនអាចបកប្រែពាក្យបានតែពួកគាត់មិនអាចយល់ទៅលើវេយ្យាករណ៍នោះខ្ញុំសង្ឃឹមថាខ្សែវីដេអូមួយនេះអាចជាជំនួយមួយដល់បងប្អូនអាចរៀនបានដោយខ្លួនឯងនៅផ្ទះបាទហើយនៅរាល់កំហុសឆ្គងត្រង់កន្លែងណាក្តីទាំងការបកប្រែទាំងការបញ្ចូលនៅលើវេយ្យាករណ៍មិនបានច្បាស់លាស់យ៉ាងណាក្តីក៏សូមបងប្អូនរួមចំណែកនៅក្នុងការតេទៀនក្នុងន័យស្ថាបនាដោយការpost នៅលើ comment ខាងក្រោមបាទហើយក៏សូមជួយ like ទៅលើវីដេអូនេះផងដែរបាទអញ្ចឹងយើងនឹងរៀនជាមួយគ្នាជាមួយនឹងមេរៀនទី3បាទនៅក្នុងបទសន្ទនាទី1បាទរវាងទូអានហើយនិងលីហានបាទអញ្ចឹងសូមបងប្អូនបានស្ដាប់ជាមួយនឹងការសន្ទនាសិន 산과 월급날은 며칠이에요? 대화 1. 리안 씨, 오늘이 무슨 요일이에요? 금요일이에요. 아, 벌써 금요일이에요? 오늘이 며칠이에요? 5월 10일이에요. 그런데 우리 월급날은 15일이에요? 아니요, 15일이 아니에요. 매달 25일이에요. បាទអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់បាទក្នុងការរៀនភាសាកូរ៉េក្នុងការរៀនដើម្បីឲ្យបងប្អូនអាចនិយាយបានក៏សូមបងប្អូនឧស្សាហ៍ហាត់តាមបញ្ចេញសម្លេងតាមបាទអញ្ចឹងមុនពេលដែលខ្ញុំបញ្ចូលទៅលើពាក្យទៅលើអត្ថន័យប្រយោគក៏សូមបងប្អូនបានស្ដាប់ទាំងអស់គ្នាហើយថាតាមដោយសម្លេងខ្លាំងៗ 산과 월급날은 며칠이에요? 대화 1. 리안 씨, 오늘이 무슨 요일이에요? 금요일이에요. 아, 벌써 금요일이에요? 오늘이 며칠이에요? 5월 10일이에요. 그런데 우리 월급날은 15일이에요? 아니요, 15일이 아니에요. 매달 25일이에요.បាទអញ្ចឹងយើងនឹងមើលទាំងអស់គ្នាបាទតួអានគាត់បានសួរបាទគាត់បានសួរថា Honorary musun yoirieo បាទ Lihansi Honorary musun yoirieo បាទ C បងប្អូនបានរៀនជាមួយគ្នាហើយពីវីដេអូមុនដែលយើងមានន័យថាលោកបាទលោក Lihan Honorary បាទ Honorary បាទថ្ងៃនេះណា Honor យើងមានន័យថាថ្ងៃនេះដែលភ្ជាប់ជាមួយនឹងបរិបទស័ព្ទ E បាទ Honorary musun បាទ musun អីគេបងប្អូនបាទ musun យើងប្រែថាអ្វីណាអ្វី musun yoil បាទ yoil បាទដូចបងប្អូនបានធ្លាប់រៀនអញ្ចឹង waryoil wayoil suyoil mokyoil បាទគឺមានន័យថាថ្ងៃអញ្ចឹងលីហានក៏ទូអានក៏សួរថាលីហានថ្ងៃនេះគឺជាថ្ងៃអ្វីដែរបាទគឺជាថ្ងៃអ្វីដែរអញ្ចឹងលីហានក៏ឆ្លើយថាគឹមយោអ៊ីរីអូគឹមយោអ៊ីលបាទគឹមយោអ៊ីលបាទគឹមយោថ្ងៃបាទគឺថ្ងៃប្រហោះបាទចឹងក៏ឆ្លើយថាគឺថ្ងៃប្រហោះបាទគឹមយោអ៊ីរីអូអាផលសគឹមយីរីអូផលសមានន័យថាហើយណាដូចយើងអាចប្រែថាថ្ងៃប្រហោះហើយថ្ងៃប្រហោះហើយផលសផាប់មកក៏សយញ៉ាំបាយហើយផលសមានន័យថាហើយណា already ថ្ងៃសុក្រហើយអីបាទច្រឡំសុំទោសបាទថ្ងៃប្រហោះ Honorary 며칠이에요បាទ Honorary បាទថ្ងៃនេះ 며칠이에요 បាទ 며칠 នេះគឺយើងសួរទៅលើថ្ងៃទីប្រមាណណាយើងអាចថាថ្ងៃទីប្រមាណគឺសួរទៅលើកាលបរិច្ឆេទវិញនៅពេលដែលយើងសួរថា 며칠 បាទ Honorary 며칠이에요 បាទថ្ងៃប៉ុន្មានខែប៉ុន្មានបាទថ្ងៃប៉ុន្មានខែប៉ុន្មានយើងអាចបកប្រែភាសាខ្មែរថាថ្ងៃនេះថ្ងៃប៉ុន្មានខែប៉ុន្មានដើម្បីងាយស្រួលជាមួយនឹងចម្លើយខាងក្រោមដែលយើងត្រូវឆ្លើយថា oval siberial
10រៀលបាទថ្ងៃ10ខែ5អញ្ចឹងក្នុងភាសាកូរ៉េគឺយើងដាក់ខែខាងមុខបាទគឺខែ5 Owol បាទហើយ10រៀលណា12រៀលគឺថ្ងៃ10ខែ5 Currente Uri World Cup Naren បាទ World Cup Naren ប៉ុន្តែក្នុងការបញ្ចេញសំឡេងគឺយើងបញ្ចេញសំឡេងថា World Cup World Cup Naren 10 Oiri 10 Oiriel បាទ10 Oiriel ប៉ុន្តែប្រាក់ខែរបស់យើងណាថ្ងៃបើកប្រាក់ខែ World Cup មានថ្ងៃបើកប្រាក់ខែរបស់យើងគឺថ្ងៃ15ប៉ុន្តែគាត់សួរថាប៉ុន្តែថ្ងៃបើកប្រាក់ខែរបស់យើងថ្ងៃ5អីថ្ងៃ15អីថ្ងៃបើកប្រាក់ខែរបស់យើងថ្ងៃ15អីបាទថ្ងៃ15ឬ Anio យើងប្រែថាមិនមែនទេ10 Oiri Aniel បាទ E Aniel មានន័យថាមិនមែនណាមិនមែនជាគឺមិនមែនថ្ងៃ15ទេមេតាល់បាទមេតាល់យើងប្រែថារាល់ខែបាទរាល់ខែគឺថ្ងៃ25ណាថ្ងៃរាល់ខែគឺថ្ងៃ25បាទអញ្ចឹងសូមបងប្អូនបានសម្ដាប់ជាមួយនឹងបទសន្ទនាម្ដងទៀតហើយបន្ទាប់មកខ្ញុំនឹងបញ្យល់ទៅលើពាក្យស័ព្ទក៏ដូចជាវេយ្យាករណ៍នៅខាងក្រោម 산과 월급날은 며칠이에요? 대화 1. 리안 씨, 오늘이 무슨 요일이에요? 금요일이에요. 아, 벌써 금요일이에요? 오늘이 며칠이에요? 5월 10일이에요. 그런데 우리 월급날은 15일이에요? 아니요, 15일이 아니에요. 매달 25일이에요.បាទអញ្ចឹងសូមបងប្អូនបានមើលមកខាងក្រោមបាទយោអ៊ីលបាទយោអ៊ីលមានន័យថាថ្ងៃឧទាហរណ៍យើងដាក់ថាវ៉លយោអ៊ីលវ៉លយោអ៊ីលហ្វាយោអ៊ីលស៊ូយោអ៊ីលមកយោអ៊ីលគឹមយោអ៊ីលណាគឺយើងដាក់អ៊ីលយោអ៊ីលខាងក្រោមអញ្ចឹងនៅពេលដែលយើងសួរជាសំណួរយើងអាចសួរថា 오늘이 무슨 요일이에요? 오늘이 무슨 요일이에요? បាទថ្ងៃនេះថ្ងៃអ្វីណាចម្លើយយើងឆ្លើយថា 오늘은 토요일이에요. 오늘은 토요일이에요. អញ្ចឹងនៅពេលដែលយើងឆ្លើយគឺយើងប្រើ in យើងអត់ប្រើ ika ទេណាយើងប្រើលក្ខណៈជា specific ដើម្បីឆ្លើយទៅវិញថាថ្ងៃហ្នឹងថ្ងៃសៅរ៍ថ្ងៃហ្នឹងគឺជាថ្ងៃសៅរ៍ 오늘은 토요일이에요 គឺជាថ្ងៃសៅរ៍ 날짜 បាទថ្ងៃ 날짜 គឺកាលបរិច្ឆេទបាទសំទោសបាទកាលបរិច្ឆេទមានន័យថាយើងសួរទាំងថ្ងៃសួរទាំងខែ 오늘이 무슨 오늘이 며칠이에요 បាទថ្ងៃនេះថ្ងៃអ្វីខែអីថ្ងៃអ្វីខែអ្វីបាទថ្ងៃនេះថ្ងៃប៉ុន្មានខែប៉ុន្មានណាយើងអាចសួរភាសាខ្មែរថាថ្ងៃនេះថ្ងៃប៉ុន្មានខែប៉ុន្មាន 오늘이 며칠이에요 오늘이 며칠이에요 오늘은 7월 បាទ 7월 គឺខែ7 13일이에요 13일 13일 ថ្ងៃ13ខែ7ណាចឹងយើងឆ្លើយវិញ 오늘은 7월 13일이에요 ជាមួយនឹងវេយ្យាករណ៍ ika anida មានន័យថាមែនបាទមិនមែនណាមានន័យថាមិនមែនគឺយើងប្រើបរិយាស័ព្ទ e ឬក៏កាតើការប្រើប្រាស់ខុសគ្នាយ៉ាងម៉េចកាលណាភ្ជាប់ជាមួយនឹងព្យញ្ជនៈបាទមានន័យថានាមដែលបញ្ចប់ដោយព្យញ្ជនៈគឺយើងប្រើ e 월요일이 아니에요 មិនមែនជាថ្ងៃច័ន្ទទេដូច្នេះហើយគឺយើងប្រើ e Aniel គឺ 월요일이 Aniel បាទនៅខាងនេះវិញ Ipunen បាទគាត់នេះបាទ Ipun យើងបានរៀនហើយមានន័យថាគាត់នេះ Lihan Sika Aniel មិនមែនជា Lihan ទេមិនមែនជាលោក Lihan ទេអញ្ចឹង Lihan si បញ្ចប់ទៅដោយព្យញ្ជនស្រៈ e ដូច្នេះហើយគឺយើងប្រើកា Ipunen Lihan Sika Aniel គាត់នេះមិនមែនជាលោក Lihan ទេដូច្នេះហើយយើងភ្ជាប់ជាមួយនឹងបរិយាស័ព្ទកាមិនមែន e ទេបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនបាទយល់ច្បាស់ជាមួយនឹងអត្ថបទសន្ទនាក៏ដូចជាវេយ្យាករណ៍ដែលខ្ញុំបានពន្យល់ត្រួសត្រាសនៅក្នុងអត្ថបទនេះ
បាទសង្ឃឹមថាយើងនឹងជួបគ្នាជាមួយនឹងខ្សែវីដេអូខាងក្រោយទៀតបាទសូមអរគុណនិងសូមជម្រាបលា